ចូលមកដល់វិញ្ញាសាទី2រមាំងទី1ហើយលេខ1តូចគេឲ្យយើងរកតម្លៃមធ្យមរបស់ទិន្នន័យដែលគេឲ្យមកដើម្បីរកមធ្យមគឺយើងគ្រាន់តែយកទិន្នន័យទាំងអស់គឺមាន8បូក11បូក11បូក8បូកនឹង12ទៅចែកជាមួយនឹងចំនួនទិន្នន័យទាំងអស់មាន5ភាគយកយើងបូកចូលគ្នាមកបាន50ហើយភាគបែង5យើងយក50ចែក5បាន10ហើយមធ្យមយើងតាំងដោយ x តូចបាឬក៏ x ធំបាអញ្ចឹងចម្លើយដែលត្រឹមត្រូវនោះគឺចម្លើយខទី2តូចគេឲ្យត្រីកោណសមាំងអញ្ចឹងយើងគូសរូបត្រីកោណសមាំង1ដែលមានរង្វាស់ជ្រុងគឺ23សង់ទីម៉ែត្រជាទូទៅត្រីកោណសមាំងគឺមានរង្វាស់ជ្រុង3ប៉ុនគ្នាហើយគេឲ្យសួររកកម្ពស់យើងគូសកម្ពស់1តាំងដោយអក្សរ h ដើម្បីរកកម្ពស់នៃត្រីកោណសមាំងគឺយើងប្រើតាមពីតាហ្គើនៃត្រីកោណខាងឆ្វេងនេះក៏បានត្រីកោណខាងស្ដាំនេះក៏បានហើយបាតរបស់វាគឺមានរង្វាស់ស្មើគ្នាដោយសារតែវាជាត្រីកោណសមាំងអញ្ចឹងពាក់កណ្ដាលនេះគឺ23/2ហើយខាងស្ដាំនេះក៏23/2ដែរកាលណាត្រីកោណសមាំងមួយដែលមានរង្វាស់ជ្រុង a នោះកម្ពស់របស់វាគឺមានតម្លៃស្មើនឹង a ឬ3/2ហើយឥឡូវនេះ a របស់លំហាត់ហ្នឹងគឺ23អញ្ចឹងយើងគ្រាន់តែយក23ជំនួសចូលទៅយើងទទួលបានកម្ពស់គឺស្មើនឹង23ឬ3/2ហើយຂະຫນາດគិតជាសង់ទីម៉ែត្រនោះចម្លើយដែលត្រឹមត្រូវគឺខ